ថ្ងៃនេះចង់ចម្រើនពរដល់ញាតិញោមទាំងអស់អំពីបញ្ហាសម្រាមពុទ្ធសាសនានៅសល់តែប្រហែលថ្ងៃខាងមុខទៀតក្នុងប្រជាជាតិកម្ពុជាយើងគឺប្រពកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងបងអញ្ចឹងបញ្ហាសម្រាមនេះអាត្មាសង្កេតឃើញនៅតាមវត្តអារាមនានាតែតែមានបងប្អូនចោលនៅតាមវត្តបងថាតាមវត្តឬក៏តាមទីសាធារណៈណាទេដល់ហើយទៅសល់តកវារលាយទៅជាបែបនេះអញ្ចឹងបញ្ហាជាក់ស្ដែងយើងត្រូវដើម្បីឲ្យវាស្អាតហើយងាយស្រួលដុតបើចំពោះវត្តអារាមមានសាមណេរជាអ្នកសម្អាតជារៀងរាល់ថ្ងៃហើយស្រួលនឹងការដុតសម្អាតអញ្ចឹងយើងចាក់ទឹកនឹងចេញសិនបងចាក់ទឹកនឹងចេញហើយចាំយកទៅចោលក្នុងសម្រាមកុំឲ្យវាពិបាកនៅពេលដែលសាមណេរតូចរើសសម្រាមនឹងហើយយកទៅដុតទៅវាអត់ឆេះបងអញ្ចឹងយើងចាក់វាចោលទៅបងអញ្ចឹងយើងដល់ពេលដែលយើងចាក់ហើយវាស្អាតស្ងួតយើងយកទៅចោលក្នុងសម្រាមដែលនៅចិត្តកន្លែងក្នុងវត្តក្នុងទីសាធារណៈណាដល់ឲ្យតែមានធុងសម្រាមយើងចោលទៅក្នុងធុងសម្រាមបងអញ្ចឹងដល់ពេលដែលយើងចាក់ទឹកចេញពីកែវទឹកឬក៏ដបទឹកដែលយើងបានពិសាឬក៏ហូបហើយហ្នឹងអញ្ចឹងយើងយកទៅដាក់នៅធុងសម្រាមដែលនៅចិត្តកន្លែងដែលយើងអង្គុយលេងហ្នឹងបងតាមវត្តអារាមដីតាមរមណីយដ្ឋានក្តីគឺសុទ្ធតែមានធុងសម្រាមទាំងអស់បងអញ្ចឹងយើងដាក់ទៅដើម្បីអ្នកសម្អាតហ្នឹងគាត់ងាយស្រួលក្នុងការយកទៅដុតដើម្បីឲ្យឆាប់និយាយរួមទៅវាស្រួលតែម្ដងស្រួលនឹងការដុតនៅពេលដែលសាមណេរតូចលោកកកាយសម្រាប់ហ្នឹងទៅវាមិនប្រឡាក់ប្រឡោះជាដើមបងនេះគឺជាคลิปចង់ចែករំលែកនៅបញ្ហាសម្រាមជាទូទៅទាំងអស់បើមិនថាតាមវត្តឬក៏តាមរមណីយដ្ឋានកន្លែងណាទេអញ្ចឹងយើងសូមថែរក្សានៅបរិស្ថានទាំងអស់គ្នាព្រោះដើម្បីខេត្តយើងដើម្បីប្រទេសយើងឲ្យមានបរិស្ថានស្អាតនិងអនាម័យល្អបងសូមវីដេអូនេះអាត្មាចង់ចែករំលែកតែប៉ុណ្្នឹងឯងដែលតទៅនឹងអំពីសម្រាមអញ្ចឹងសូមចម្រើនពរអរគុណនិងចម្រើនពរលា